ចាថ្ងៃនេះមានជាការជួលចាងដល់ខ្ញុំសាំងពុកតូជី3ម៉ោងជាងតាំងពីម៉ោង2រហូតដល់ម៉ោង5កន្លះទេសភាពតាមផ្លូវហួសពីឆនអានហួសពីម្ដុំអត់ដឹងម្ដុំអីអត់ដឹងថាព្រៃភ្នំសាហាវទៅតែគ្រាន់ណាវាអត់ស្អាតវារងភ្នំដូចផ្លូវទៅខាងវ៉ុនដូសបោភ្នំខ្លាំងងាយរដងវេឈុលចាំងពាក្យថាវេឈុលចាំងសុនខ្យល់ហ្នឹងនៃតែមួយការងារក្រៅវាI want ខូចអញ្ចឹងយើងទៅមើលទៅពិនិត្យឡើងវិញអញ្ចឹងគេហៅអញ្ចឹងតែបើសិនជាមានពាក្យលើសពីហ្នឹងអ្នកនរគ្នាជួយប្រាប់ខ្ញុំផងទស្សនវិជ្ជាពេលយប់ក្នុងក្រុងរបស់គេហ្នឹងរៀងស្ងាត់ប៉ុន្តែពេលហ្នឹងខ្ញុំចេញធ្វើការម៉ោង8ហ្នឹងយើងជិះ3ម៉ោងជាងអញ្ចឹងអាចវិលល្ងាចមកវិញទេអញ្ចឹងមានតែតកែបើកអូតែឲ្យគេ2នាក់បន្ទប់គេបន្ទប់គេឡើងស្អាតប៉ុន្តែគេញ៉ាត់លក់ដោយសារវាម្ដងក្តៅម្ដងត្រជាក់អាកាសធាតុហើយវាប្លែកកន្លែងប្លែកអីអញ្ចឹងណាខ្លាចខ្មោចផងអញ្ចឹងទៅគេលុបបរោយនៅនឹងបរោយតែនិយាយថាខ្ញុំឆ្ងល់ថានៅប្រទេសកូរ៉េមិនក៏បន្ទប់ទឹកនៅក្នុងផ្ទះខ្ញុំអត់មានកលឹះដែរនៅតាមទស្សនៈថាគេអត់មានកលឹះទេផឹកឡើងយើងទៅប្រហោយការងារមិនសមមិញធ្វើអត់តន់ហើយប្រហោយមកផ្លែតហើយផឹកឡើងជីក្នុងក្រុងគេដល់រយញ៉ាំមកតែចង់និយាយពីរឿងក្រុងគេហ្នឹងខ្ញុំរងថ្ងៃខ្ញុំនៅហ្វាសងខ្ញុំគីដូហ្វាសងប៉ុន្តែវាមិនទៅក្រុងអីណាតែគាត់ថាជុំវិញតំបន់ខ្ញុំសបោខ្មែរសបោជនបរទេសហើយរបៀបចេញមកក្រុងវាមិនសូវជាសពស្ងាត់ដូចនៅយ៉ងឆននេះហ่าតំបន់ខាង054នេះហ่าមើលទៅដូចវារៀងដាច់ស្រយាលមានផ្ទះពីបុរាណអីហាងពីបុរាណអាផាត់ធ្វើអាគារអីវារៀងចាស់ជាងអញ្ចឹងណានិយាយនេះមិនមែនបានន័យថាប្រៀបធៀបក្រុងគេក្រុងខ្ញុំឯងគ្រាន់តែតាមការគិតរបស់ខ្ញុំការមើលឃើញអញ្ចឹងណាវារៀងស្ងាត់ជាងបើសួរថាខ្ញុំធ្លាប់នៅតំបន់ខាងខ្ញុំនេះដល់ពេលទៅខាងនេះមានអារម្មណ៍ថាមួយដូចបាក់បើខ្ញុំរៀងពិបាករស់នៅបើដោយសារយើងអត់ធ្លាប់អញ្ចឹងទៅជួលចាំងរដងខ្ញុំធ្លាប់តែទៅខាងអាសានខាងសសានអីតំបន់ចិត្តជុំវិញហ្វាសងអីជិះធំកន្លះម៉ោង50នាទីឲ្យដល់ទៅពេលជួលចាំងលើកនេះជិះ3ម៉ោងជាងមកដល់054ខាងយ៉ងឆននេះដល់ពេលអញ្ចឹងវាប្លែកវាមានអារម្មណ៍ដល់ពេលអញ្ចឹងខ្ញុំទៅនឹកឃើញអារម្មណ៍ពលករខ្មែរឬក៏ពលករជនជាតិផ្សេងដែលគាត់មករស់នៅប្រទេសកូរ៉េហើយមកចំខាងតំបន់ដាច់ស្រយាលមានប្រជាជនតិចអីអញ្ចឹងគាត់និយាយពីរឿងឯកាអត់មានគ្នាចង់ញ៉ាំម្ហូបសុខអនាថខ្លួនឯងបើឧទាហរណ៍ខ្មែរយើងអញ្ចឹងតែគាត់និយាយថាឯកាខ្ញុំវាអត់សូវយល់ដោយសារយើងបានឆ្លងកាត់យើងមកចំតំបន់ដែលសបោខ្មែរច្រើនសបោកន្លែងដើរលេងជាពិសេសខ្ញុំគីដូនៅចិត្តសអ៊ូនៅចិត្តកន្លែងដែលដើរលេងល្បីអញ្ចឹងទៅអារម្មណ៍ឯកាវាចេះតែមានតែវាអត់ដូចទៅពលករបងប្អូនខ្មែរយើងដែលគាត់ទៅខាងតំបន់ដែលដាច់ស្រយាលហើយស្ងាត់ចឹងពេលជួបខ្មែរម្ដងសบายតែបើខាងខ្ញុំវិញគ្រាន់តែខ្ញុំជន់ទឹកដីកូរ៉េពុបជួបខ្មែរសឹងថារាល់ថ្ងៃខ្លះបើសិនជាមានកម្មវិធីជួបជុំអីអញ្ចឹងទៅជួបជុំខ្មែរគ្នាយើងអញ្ចឹងមានអារម្មណ៍ថាដូចនៅខ្មែរដូចនៅស្រុកកូរ៉េពេលខ្លះម្ដង